ឃើញក្បាលវីដេអូរបស់នាងខ្ញុំគឺពុកម៉ែបងប្អូនដឹងហើយថាថ្ងៃនេះគឺនាងខ្ញុំមានមុខម្ហូបអីគឺកង្កែបបោកចាដោយសារតែថ្ងៃនេះនាងខ្ញុំទៅផ្សារឃើញកង្កែបស្រែល្អនាងខ្ញុំក៏នឹកឃើញចង់ញ៉ាំជាមួយនឹងកង្កែបបោកបើនៅស្រុកកំណើតរបស់នាងខ្ញុំវិញខែវស្សាអញ្ចេះគឺសម្បូរជាមួយនឹងកង្កែបស្រែធម្មជាតិហើយយាយរបស់ខ្ញុំម្ដាយរបស់ខ្ញុំគឺគាត់តែងតែធ្វើជាមួយនឹងកង្កែបបោកឲ្យញ៉ាំអញ្ចឹងនឹករសជាតិជាមួយនឹងកង្កែបបោកបែបអ្នកស្រុកស្រែចំការនេះខ្ញុំក៏ធ្វើជាមួយនឹងកង្កែបបោកញ៉ាំតែម្ដងចាទៅមើលជាមួយនឹងសកម្មភាពរបស់នាងខ្ញុំធ្វើទាំងអស់គ្នាដំបូងនេះនាងខ្ញុំចាប់ផ្ដើមបុកគ្រឿងនេះគឺមានគ្រឿងដែលគេបុកហើយបងប្អូនគឺមានគល់ស្លឹកគ្រៃហើយជាមួយនឹងរមៀតដែលគាត់បុកម៉ត់រួចហើយអញ្ចឹងនេះខ្ញុំបន្ថែមជាមួយតាខ្ទឹមសស្លឹកក្រូចសើចរំដេងហើយនឹងម្ទេសតែប៉ុណ្ណោះចាឥឡូវនេះគឺនេះខ្ញុំចាប់ផ្ដើមដាក់ម្ទេសចូលរួចរាល់ហើយនេះខ្ញុំក៏ចាប់ផ្ដើមបុកបន្ថែមទៀតចាបុកជាមួយនឹងគ្រឿងឲ្យម៉ត់ចូលគ្នាតែម្ដងឥឡូវគ្រឿងរបស់យើងគឺចិត្តរួចរាល់ហើយគឺម៉ត់ល្អតែម្ដងឥឡូវគឺនេះខ្ញុំចាប់ផ្ដើមកាត់ដៃកាត់ជើងជាមួយនឹងកង្កែបឲ្យបានស្អាតល្អហើយនាងខ្ញុំហាន់ជាមួយនឹងសាច់ជ្រូក3ជាន់ចិញ្ច្រាំបន្ថែមជាមួយនឹងកង្កែបរបស់យើងឲ្យមានរសជាតិកាន់តែឆ្ងាញ់បើយើងដាក់តែកង្កែបសុទ្ធគឺក៏អត់ឆ្ងាញ់ដែរអញ្ចឹងនាងខ្ញុំបន្ថែមជាមួយនឹងសាច់ជ្រូក3ជាន់របស់យើងចាហើយមានលាយជាមួយនឹងកង្កែប3-4ដែរចាហើយនឹងជើងកង្កែបអញ្ចឹងនេះខ្ញុំចិញ្ច្រាំកង្កែបជាមួយនឹងសាច់ជ្រូក3ជាន់ជាមួយគ្នាចាសាច់របស់យើងគឺមានតែ2មុខនឹងទេគឺមើលនេះខ្ញុំចិញ្ច្រាំគឺញាប់ដៃខ្លាំងមែនតើចិញ្ច្រាំឲ្យម៉ត់ល្អទៅតាមការចូលចិត្តឥឡូវនេះខ្ញុំចាប់ផ្ដើមបុកជាមួយនឹងសណ្តែកដីលីងរបស់នេះខ្ញុំចូលគ្រឿងជាមួយគ្នារួចហើយក៏ដាក់គ្រឿងដែលបុករួចហ្នឹងគឺច្បល់ជាមួយនឹងសាច់កង្កែបបោកលាយជាមួយនឹងសាច់ជ្រូករបស់យើងចាហើយយើងដាក់គ្រឿងទៅតាមចំណង់ចំណូលចិត្តមានដូចជាស្ករប៊ីចេងចាទឹកត្រីទៅតាមចំណង់ចំណូលចិត្តចាបងប្អូនចូលចិត្តបងប្អូនអ្នកស្កររៀងច្រើនទៅបើសិនជាបងប្អូនចូលចិត្តអត់សូវផ្អែមបងប្អូនដាក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនទៅចាឥឡូវនេះខ្ញុំចាប់ផ្ដើមច្បល់គ្រឿងបន្ថែមទៀតហើយច្បល់គ្រឿងឲ្យវាចូលសព្វសាច់គ្នាល្អបើយើងញ៉ាំទៅគឺវាស្មើគ្នាគឺឆ្ងាញ់តែម្ដងចាឥឡូវនេះខ្ញុំចាប់ផ្ដើមច្បល់បន្តទៀតឥឡូវនេះខ្ញុំចាប់ផ្ដើមហាន់ជាមួយជានឹងស្លឹកម្រះព្រៅចាជីម្រះព្រៅហ្នឹងគឺដាក់បញ្ចូលឲ្យវាមានក្លិនតិចតួចដែរចា